ការពីយុគមិញនេះថ្ងៃទី21មិថុនាឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យបានរាយការណ៍ប្រាប់ខ្ញុំថាយោធាភូមិភាគ2នៃកងទ័ពថៃទើបបានចេញលិខិតជូនដំណឹងថាភាគីថៃនឹងបិទច្រកសាយតគូជប់កគីស្ថិតនៅស្រុកបន្ទាយអំពិលខេត្តឧត្តរមានជ័យចាប់ពីថ្ងៃនេះតទៅខ្ញុំបានឯកភាពឲ្យឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តសម្រាប់បិទច្រកនេះខាងកម្ពុជាជាអចិន្ត្រៃយ៍វិញដែរបន្ថែមពីលឿច្រកជប់កគីនេះខ្ញុំបានបញ្ជាឲ្យឯកឧត្តមអភិបាលខេត្តបិទច្រកមួយបន្ថែមទៀតតែម្ដងគឺច្រកទ្វារព្រំដែនជួមស្ថិតក្នុងស្រុកអលង្វែងខេត្តឧត្តរមានជ័យចាប់ពីថ្ងៃនេះតទៅហើយឲ្យជូនដំណឹងទៅភាគីថៃវិញផងដែរចាប់ពីថ្ងៃទី7មិថុនាឆ្នាំ2025កងទ័ពថៃបានប្រើប្រាស់វិធានការបិទច្រកព្រំដែននិងកែប្រែពេលវេលានៃការបិទបើកច្រកព្រំដែនរវាងប្រទេសទាំងពីរជាឯកតោភាគីដោយមិនបានគិតអំពីផលប៉ះពាល់ដល់ការធ្វើដំណើរឆ្លងកាត់របស់ប្រជាជននៃប្រទេសទាំងពីរឡើយកម្ពុជាមិនដែលមានបំណងចង់បង្កការលំបាកដល់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរដែលរស់នៅឬធ្វើដំណើរឆ្លងកាត់ច្រកព្រំដែននោះទេប៉ុន្តែបើកងទ័ពថៃនៅបន្តប្រើវិធីបែបនេះដើម្បីដាក់គំនាបមកលើកម្ពុជានោះគឺកម្ពុជាកំដរបានគ្រប់ពេលវេលាវាជារឿងចម្លែកមួយដែលថ្នាក់ដឹកនាំនយោបាយថៃរួមទាំងនាយករដ្ឋមន្ត្រីថៃតែងតែស្នើសុំឲ្យមានការចរចាបើកច្រកព្រំដែនឲ្យមានភាពប្រក្រតីភាពឡើងវិញប៉ុន្តែពេលជាមួយគ្នាកងទ័ពរបស់ថៃនៅតែបន្តធ្វើការបិទបើកច្រកឬកែសម្រួលមកបិទបើកច្រកតាមចិត្តនឹកឃើញជាឯកតោភាគីទៅវិញខ្ញុំមិនដឹងថាជាវិធីសាស្ត្រឬជាយុទ្ធសាស្ត្រនៃការធ្វើការងាររវាងរាជរដ្ឋាភិបាលថៃនិងកងទ័ពព្រោះហាក់មិនដូចជាគ្មានការឯកភាពប្រទេសក្នុងនិងគោលការណ៍ណាមួយច្បាស់លាស់សោះមនៈសុំចរចាទ្វេភាគីដើម្បីបើកច្រកឲ្យប្រក្រតីឡើងវិញរីឯមនៈទៀតបន្តបិទបើកជាឯកតោភាគីទៅវិញចំពោះកម្ពុជាគឺយើងមានការឯកភាពពីថ្នាក់ដឹកនាំប្រទេសរហូតដល់កងទ័ពជួរមុខបាននាយករដ្ឋមន្ត្រីចិនបញ្ជាអ្វីមួយគ្រប់ស្ថាប័នថ្នាក់ជាតិនិងក្រោមជាតិរួមទាំងកងទ័ពគឺអនុវត្តបទបញ្ជានោះដោយម៉ឺងម៉ាត់ចំពោះការបើកច្រកព្រំដែនរវាងកម្ពុជានិងថៃខ្ញុំសូមបញ្ជាក់ជាថ្មីម្ដងទៀតថាកម្ពុជានៅតែប្រកាន់ជំហរដដែលគឺមិនមានការចាំបាច់នៅក្នុងការចរចាទ្វេភាគីរឿងបើកច្រកព្រំដែនរវាងប្រទេសទាំងពីរនោះទេបើភាគីថៃពិតជាចង់បើកច្រកឲ្យដូចប្រក្រតីឡើងវិញនោះគឺអាចធ្វើបានយ៉ាងងាយស្រួលនិងលឿនបំផុតកងទ័ពថៃដែលចំណេះចាប់ផ្លែមបិទច្រកជាឯកតោភាគីត្រូវធ្វើការបើកច្រកឡើងវិញជាឯកតោភាគីឲ្យដោយស្ថានភាពមុនថ្ងៃទី7មិថុនាឆ្នាំ2025គឺជាការស្រេចកម្ពុជានឹងបើកឡើងវិញដែរយ៉ាងយូរ5ម៉ោងនេះគឺជាដំណោះស្រាយយ៉ាងសាមញ្ញបំផុតដែលមិនចាំបាច់ចំណាយពេលចរចានាំតែខាត់ពេលវេលាត្រូវការតែចំហនៃការចង់បានដោយពិតប្រាកដមួយរបស់ភាគីថៃតែប៉ុណ្ណោះ